អាមេរិកនេះហ่าភាគច្រើនជនជាតិគេគឺគេបើកលក់នៅពេលខែក្តៅគឺបើកការ៉ាចលក់អីវ៉ៃអវ៉ាន់សពគ្រប់បែបយ៉ាងតែម្ដងហើយទាំងអវ៉ាន់ទាំងអស់ហ្នឹងណាមិនមែនបោះម្ចាស់ផ្ទះតែម្នាក់ទេគឺមានលក់ដូចថានៅក្នុងភូមិរបស់គេអញ្ចឹងគឺគេយកមកលក់ហើយគេជួយលក់គ្នាអស់ដូចអ្នកណាទេត្រូវការអីវ៉ៃអវ៉ាន់ខ្លះអីចឹងទៅគឺគេទៅទិញនៅហ្នឹងហើយសំខាន់តម្លៃរបស់គេគឺធូរមែនតើមានចាប់ពី$1ឡើងហើយមិនថាប៉ុណ្ណោះទេណារបស់មិនថាធ្ងន់ដែកឬក៏ស្រាលទូចតែប៉ុណ្ណាទេគឺដាក់លក់ទាំងអស់ប្លែកមែនតើអ្នករស់នៅក្នុងអាមេរិកក៏មិនខុសពីខ្មែរដែរខ្មែរយើងគឺភាគច្រើនចង់លក់អីវ៉ាន់មកទឹកគឺយើងឡាយលក់អីចឹងណាតែនៅនេះអត់ទេគឺបើកលក់សេរីហ្មងចូលទៅតែពួកខ្ញុំជិះកាត់ផ្លូវហ្នឹងឲ្យឃើញផ្លាកគេដាក់នៅខាងក្រៅក៏ចង់ចូលមើលហើយគ្រួសារខ្ញុំក៏ដើរមើលទៅគីឡូគឺថារបស់ខ្លះនៅល្អនៅថ្មីនៅអីចឹងគឺយើងអាចទិញទៅប្រើប្រាស់បានប៉ុន្តែទិញអត់បានសោះណាទាំងអស់គ្នាដោយសារតែពួកខ្ញុំអត់ចាំបាច់ចឹងណាតែមិនមានតែរបស់លក់ឯណាក៏មានរបស់ free ដែរណាទាំងអស់គ្នាដូច item ខ្លះគឺគេដាក់ free ហ្មងអាចយកបានដោយមិនគិតលុយចាក្នុងវីដេអូ garage sale គឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ